សួស្តីម៉ែបងប្អូនគ្នាបានថ្ងៃនេះបានជួបជាមួយនឹងចំទៀតហើយថ្ងៃនេះខ្ញុំមានចំណេះដឹងមួយចង់មកចែករំលែកប្រាប់បងប្អូនពីរបៀបយើងឆែកមើលតើ account Facebook បងប្អូននេះធ្លាប់ login ទៅលើទូរស័ព្ទ model អ្វីខ្លះឬក៏ computer អីចឹងបងប្អូនណាបងប្អូនអាចលុបបានបងប្អូនអាចឆែកបានដោយខ្លួនឯងបាទទី2គឺឆែកនៅកន្លែងមួយទៀតគឺកន្លែងដែលយើងdownload កម្មវិធីផ្សេងៗអញ្ចឹងណាវាអាចប៉ះពាល់ដល់ account Facebook យើងបងប្អូនអាចលុបបានហើយក៏អាចឆែកបានដែរបាទចំណុចទី2ក្នុងវីដេអូនេះខ្ញុំបង្ហាញប្រាប់បងប្អូនបាទអញ្ចឹងណាបងប្អូន download game ឬក៏ download អីកម្មវិធីផ្សេងៗអញ្ចឹងបងប្អូនយក account Facebook បងប្អូនចេះយកទៅ login អញ្ចឹងណាដែលបានប្រើប្រាស់អញ្ចឹងណាវាអាចប៉ះពាល់ដល់ account Facebook របស់យើងបាទឥឡូវកុំឲ្យយូរបងប្អូនចូលទៅឆែកបងប្អូនបាទចំណុចទី1បងប្អូនចូលមកកាន់ account Facebook បាទចូលកាន់ Facebook មកបាទមកដល់កន្លែងនេះនេះទៅលើសញ្ញាត្រី3បាទអូខេហើយបងប្អូនចុចមកកាន់សិទ្ធិបាទទៅហើយបងប្អូនអូសឡើងមកលើតិចមកស្វែងរកពាក្យថានេះបងប្អូនណានេះកម្មវិធីនៅគេហទំព័របងចូលមកកាន់ហ្នឹងមកបាទចំណុចនេះបើបងប្អូន download កម្មវិធី TikTok កម្មវិធីផ្សេងៗអញ្ចឹងបងប្អូនយក account Facebook បងប្អូនយកទៅ login ជាមួយអញ្ចឹងគេនឹងបង្ហាញនៅកន្លែងចំណុចនេះបងប្អូនណាចំណុចហ្នឹងហើយបងប្អូនណាដោយសារកន្លែងនេះខ្ញុំលុបអស់ហើយបាទបងប្អូនអរគ្នាបាទអានេះយើងឆែកអញ្ចឹងណាអានេះកន្លែងចំណុចនេះគឺយើងឆែកដែលយើង download កម្មវិធីមកយើងយក account Facebook យើងទៅ login អញ្ចឹងគេនឹងបង្ហាញប្រាប់បងប្អូនទៅនឹងហើយបងឯងលុបបានជាតម្រងអក្សរខ្មែរទេបងឯងលុបបានបាទឥឡូវយើងថយទៅក្រោយយើងទៅឆែកមួយចំណុចទៀតយើងឆែកពីរបៀបដែលគ្រឿងទូរស័ព្ទបងប្អូនដែល account Facebook បងប្អូនណាបាទខ្ញុំផ្លាត់មកបងប្អូនណា account Facebook បងប្អូនហ្នឹងគឺធ្លាប់ login ទៅលើគ្រឿងម៉ាកទូរស័ព្ទអីខ្លះបងប្អូនថយទៅអស់មកថយទៅកន្លែងយើងដដែលមកបងប្អូនថយចូលទៅកន្លែងដដែលនេះបងប្អូនចុចមកកន្លែង setting ដដែលបងប្អូនណាបាទបងយកខុសឲ្យប៉ប៉អីបងប្អូនកុំប្រកាន់បានហ្នឹងហើយនៅចំដៃលឿនតិចហើយបងប្អូនណាហ្នឹងឡូវលឿនហើយឥឡូវកុំឲ្យយូរយើងចូលមកដល់ setting នេះហើយបងប្អូនចុចមកកាន់នេះដៃនេះព័ត៌មានលំអិតតខ្លួនបងប្អូនចុចមកកាន់ហ្នឹងមកចុចទប់និយាយបន្តតិចមកបាទហើយបងប្អូនអូសមករកពាក្យថាពាក្យសម្ងាត់និងសន្តិសុខបាទចូលមកកាន់ហ្នឹងមកហើយបងប្អូនអូនឡើងមកលើបងប្អូនរកពាក្យថាកន្លែងដែលអ្នកបានចុះឈ្មោះចូលប្រើបងចូលកាន់មកបាទrồi haiបងប្អូនចុចមកកាន់ account Facebook របស់យើងមកបាទបងប្អូននឹងឃើញគេបង្ហាញប្រាប់យើងហើយបាទដែលខ្ញុំធ្លាប់ login ជាមួយនេះគឺមានទូរស័ព្ទ iPhone បាទ iPhone 2 គ្រឿងបាទអញ្ចឹងណាអញ្ចឹងបងប្អូនចង់ដកចេញអញ្ចឹងណាកុំឲ្យគេហាយ account របស់យើងយកទៅប្រើប្រាស់បានបងប្អូនចូលមកកាន់កន្លែងនេះជ្រើសរើសឧបករណ៍ដើម្បីចេញបាទចូលទៅមកហើយបងប្អូនចង់ដកគ្រឿងមួយណាចេញទូរស័ព្ទមួយណាចេញកុំឲ្យគេចូលប្រើ account យើងបានបងប្អូនចុចមកកាន់នេះមកគ្រីសមកពឹបចូលកន្លែងនេះមួយទៀតមកគ្រីសមកបងប្អូនចង់លុបណាបងប្អូនចុចកន្លែងនេះបំផ្លាញចេញនេះអញ្ចឹងណាបំផ្លាញចេញនេះកន្លែង CQ ហ្នឹងបងចុចចេញមកពឹបហើយនឹងលុបចេញអស់ហើយបងប្អូនណាអញ្ចឹងគ្រឿងទូរស័ព្ទដែលយើងបានលុបចេញនេះបងប្អូនណាដកចេញនេះគឺมันអាច login ប្រើប្រាស់ account Facebook យើងបានទៀតទេបងប្អូនណាតមានការអនុញ្ញាតពីយើងសិនបានអាចប្រើបានហើយក្រុមហ៊ុនតើមានគ្រឿងណាមួយគ្រឿងទាំងពីរនេះបើមានគ្រឿងណាមួយ login ចូលក្នុង account Facebook របស់យើងក្រុមហ៊ុន Facebook គេនឹងផ្ញើសារមកកាន់គ្រឿងទូរស័ព្ទរបស់យើងផ្ទាល់ខ្លួនហើយបងប្អូនអរគ្នាបាទនឹងសម្រាប់លើបងប្អូនអនុញ្ញាតមិនអនុញ្ញាតទេបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនណាចាំជួបគ្នានៅវីដេអូក្រោយទៀតចំណេះដឹងថ្មីសូមអរគុណសូមជម្រាបលា